ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូមេរៀនភាសាចិនរបស់យើងជាបន្តទៀតនៅក្នុងវីដេអូថ្ងៃនេះយើងនឹងបង្ហាញជូនបងប្អូនទាំងអស់គ្នាទាក់ទងទៅនឹងមេរៀននៃការរៀនបង្កើតឃ្លាឬប្រយោគរបស់ភាសាចិនបាទអញ្ចឹងយើងយកពាក្យមួយមកបង្កើតជា5ប្រយោគនៅក្នុងវីដេអូរបស់យើងមួយនេះតែពាក្យនេះគឺយើងប្រើពាក្យហៃស៊ឺបាទហៃស៊ឺយើងបកថាឬក៏បាទឬក៏អញ្ចឹងគឺជាពាក្យមួយសម្រាប់បញ្ជាក់អំពីរឿងរ៉ាវឲ្យមួយឲ្យកាន់តែច្បាស់លាស់បាទអញ្ចឹងអញនិយាយថាជាប្រយោគសំណួរដែលសួរបញ្ជាក់ទៅលើរឿងអ្វីមួយបាទអញ្ចឹងចង់ថាតើថ្ងៃនេះយើងប្រើពាក្យហៃស៊ឺនេះបង្កើតបានជាប្រយោគអ្វីខ្លះនោះសូមមកមើលក្តារខៀនជាមួយគ្នាបាទអញ្ចឹងនេះគឺជាប្រយោគទាំង5ដែលយើងបានបង្ហាញជូនបងប្អូនហើយយើងចាប់ដើមរៀនជាមួយគ្នានៅក្នុងពេលនេះតែម្ដងបាទអញ្ចឹងយើងអានមកបាទចំណងជើងយើងអានថា中文造句中文造句中文造句បាទយើងបកថាបង្កើតប្រយោគភាសាចិនបាទបង្កើតប្រយោគភាសាចិនបាទពាក្យថាចុងវិញនេះយើងចង់សំដៅទៅលើភាសាចិនចៅជីបាទចៅជីយើងបកថាបង្កើតប្រយោគឬក៏ការបង្កើតឃ្លាហ្នឹងឯងអញ្ចឹងចុងវិញចៅជីបង្កើតប្រយោគភាសាចិនបាទអញ្ចឹងពាក្យដែលយើងលើកយកមកប្រើនេះគឺយើងប្រើពាក្យហៃស៊ឺហៃស៊ឺហៃស៊ឺបាទហៃស៊ឺយើងបកថាឬក៏បាទឬក៏ពាក្យនេះគឺយើងប្រើចេញមកគឺយើងនឹងថាជាពាក្យដែលប្រើប្រាស់ទៅលើប្រយោគសំណួរតែម្ដងពីព្រោះថាវាប្រើក្នុងន័យឆ្ងល់ក្នុងន័យទៅការបញ្ជាក់ពីរឿងអ្វីមួយអញ្ចឹងយើងប្រើពាក្យហៃស៊ឺហ្នឹងគឺប្រើក្នុងទម្រង់ប្រយោគសំណួរបាទអញ្ចឹងយើងចាប់ផ្ដើមប្រយោគដំបូងនេះបាទយើងអានថានីហឺឆាហៃស៊ឺកាហ្វេនីហឺឆាហៃស៊ឺកាហ្វេនីហឺឆាហៃស៊ឺកាហ្វេបាទអញ្ចឹងមួយប្រយោគនេះយើងបកថាអ្នកផឹកតែឬក៏ផឹកកាហ្វេបាទអ្នកផឹកតែឬក៏ផឹកកាហ្វេបាទអញ្ចឹងអាចនឹងថាភ្ញៀវគាត់មកលេងផ្ទះរបស់យើងអញ្ចឹងទៅអញ្ចឹងយើងមានតែកាហ្វេអញ្ចឹងយើងសួរគាត់ថាតើគាត់ត្រូវការភេសជ្ជៈមួយណាបាទចង់ញ៉ាំកាហ្វេឬក៏ចង់ញ៉ាំតែអញ្ចឹងទៅបាទអញ្ចឹងនេះគឺជាប្រយោគមួយដែលសួរអំពីសំណួរដើម្បីឲ្យភ្ញៀវរបស់យើងហ្នឹងគាត់ជ្រើសរើសបាទជួនកាលគាត់ចូលចិត្តកាហ្វេទៅបាទអ្នកខ្លះគាត់អត់ញ៉ាំកាហ្វេទេគាត់ប្រតិកម្មជាមួយកាហ្វេអញ្ចឹងទៅគាត់ញ៉ាំតែអញ្ចឹងទៅបាទនេះគឺជាប្រយោគឧទាហរណ៍ដែលប្រើប្រាស់ពីហៃស៊ឺតែប៉ុណ្ណោះបាទអញ្ចឹងយើងមើលពាក្យថានេះយើងបកថាអ្នកហឺបាទហឺនេះយើងបកថាផឹកឆាបាទឆានេះតែអញ្ចឹងហឺឆាផឹកតែបាទហៃស៊ឺបាទហៃស៊ឺឬក៏បាទដែលប្រើពាក្យរបស់យើងនេះឯងកាហ្វេបាទកាហ្វេនេះយើងបកថាកាហ្វេបាទអញ្ចឹងនីហឺឆាហៃស៊ឺកាហ្វេបាទយើងបកថាអ្នកផឹកតែឬក៏កាហ្វេបាទអញ្ចឹងយើងចូលដល់ប្រយោគទី2បាទប្រយោគទី2នេះបាទយើងអានថា今天是星期五还是星期六今天是星期五还是星期六今天是星期五还是星期六បាទអញ្ចឹងប្រយោគទី2នេះយើងបកថាថ្ងៃនេះគឺថ្ងៃសុក្រឬថ្ងៃសៅរ៍បាទថ្ងៃនេះគឺថ្ងៃសុក្រឬថ្ងៃសៅរ៍បាទតែប៉ុន្តែពាក្យនេះគឺយើងឧស្សាហ៍ឮគេនិយាយឬក៏ជួនកាលទៅយើងខ្លីហ្នឹងក៏ធ្លាប់ប្រើដែរប្រើមកថាយ៉ាងម៉េចជួនកាលទៅយើងច្រឡំថ្ងៃបាទធ្វើការចាស់ធ្វើការឡើងភ្លេចថ្ងៃហ្នឹងថ្ងៃអីហ៎បាទថ្ងៃសុក្រហ្នឹងថ្ងៃសៅរ៍ហ្នឹងយើងអាចសួរគ្នាអូថ្ងៃហ្នឹងអីហ៎ថ្ងៃសុក្រឬក៏ថ្ងៃសៅរ៍បាទអញ្ចឹងប្រយោគនេះគឺឧស្សាហ៍ឮគេនិយាយដែរបាទអញ្ចឹងជាការសួរបញ្ជាក់អំពីពេលវេលាឲ្យច្បាស់លាស់ពីព្រោះថាយើងអត់បានច្បាស់បាទយើងអត់ច្បាស់ទៅយើងច្រឡំថ្ងៃយើងទៅបាទអញ្ចឹងយើងមើលពាក្យថាជីនធានយើងបកថាថ្ងៃនេះស៊ឺគឺបាទគឺឬក៏ជាបាទស៊ីងឈីអ៊ូ3ពាក្យនេះស៊ីងឈីអ៊ូយើងបកថាថ្ងៃសុក្របាទថ្ងៃសុក្រហើយស៊ឺឬក៏ស៊ីងឈីលាវបាទ3ពាក្យនេះស៊ីងឈីលាវថ្ងៃសៅរ៍បាទអញ្ចឹងប្រយោគទាំងមូល今天是星期五还是星期六ថ្ងៃនេះគឺជាថ្ងៃសុក្រឬក៏ថ្ងៃសៅរ៍បាទឥឡូវយើងចូលដល់ប្រយោគទី3បន្តទៀតបាទសិតតែជាប្រយោគសំណួរទាំងអស់ពីព្រោះថាពាក្យយើងគឺប្រើសម្រាប់សួរតែម្ដងបាទប្រយោគទី3នេះយើងអានថា你买手机还是电脑你买手机还是电脑你买手机还是电脑បាទមួយប្រយោគនេះយើងមកថាអ្នកទិញទូរស័ព្ទដៃឬក៏កុំព្យូទ័របាទអ្នកទិញទូរស័ព្ទដៃឬក៏កុំព្យូទ័របាទអញ្ចឹងអាចថាយើងជាម្ចាស់ហាងអញ្ចឹងទៅក្នុងហាងរបស់យើងមានលក់កុំព្យូទ័រផងមានលក់ទូរស័ព្ទដៃផងអញ្ចឹងភ្ញៀវគេចូលមក
គេយើងសួរគេថាបងត្រូវការគេដែរត្រូវការមើលទូរស័ព្ទដៃឬក៏ត្រូវការទិញទូរស័ព្ទដៃឬក៏កុំព្យូទ័របាទអញ្ចឹងយើងសួរគេបាទយើងណែនាំពីផលិតផលយើងទៅថាអូទូរស័ព្ទដៃយើងមានចេះកុំព្យូទ័រយើងមានចេះអញ្ចឹងទៅបាទអញ្ចឹងនេះគឺជាសំណួរឬក៏ប្រយោគដែលប្រើប្រាស់ក្នុងទម្រង់បែបហ្នឹងបាទបញ្ជាក់អំពីអ្នកណាម្នាក់ត្រូវការទិញអីឲ្យប្រកបទូរស័ព្ទដៃឬក៏កុំព្យូទ័របាទអញ្ចឹងយើងមើលពាក្យថានីបកថាអ្នកម៉ៃបាទម៉ៃទិញសូជីបាទសូជីទូរស័ព្ទដៃហើយសឺឬក៏ទៀនណៅបាទទៀនណៅកុំព្យូទ័របាទអញ្ចឹងនីម៉ៃសូជីហើយសឺទៀនណៅអ្នកទិញទូរស័ព្ទដៃឬក៏ទិញកុំព្យូទ័របាទចុះដល់ប្រយោគទី4បាទយើងអានថាសាំងប៉ានឈីទៀនហើយសឺប៉ាទៀនបាទថាសាំងប៉ានឈីទៀនហើយសឺប៉ាទៀនថាសាំងប៉ានឈីទៀនហើយសឺប៉ាទៀនបាទមួយប្រយោគនេះបាទយើងមកថាគាត់ធ្វើការម៉ោង7ឬក៏ម៉ោង8បាទគាត់ធ្វើការម៉ោង7ឬក៏ម៉ោង8បាទអញ្ចឹងបានន័យថាយើងឃើញគាត់ចេញធ្វើការរាល់ថ្ងៃប៉ុន្តែអត់ច្បាស់តែគាត់នឹងចូលធ្វើការម៉ោងប៉ុន្មានទេកន្លែងធ្វើការខ្លះគេចូលម៉ោង6ម៉ោង7កន្លែងធ្វើការខ្លះគេចូលម៉ោង8អញ្ចឹងទៅបាទតាមកន្លែងនីមួយៗអញ្ចឹងគាត់គ្រាន់តែសួរជាសំណួរមួយចង់បញ្ជាក់ថាគាត់នឹងធ្វើការម៉ោងប៉ុន្មានបាទឬក៏ប្រយោគនេះយើងអាចប្រើទៅលើទម្រង់អីផ្សេងទៀតក្រៅពីកន្លែងធ្វើការឧទាហរណ៍ថាទៅរៀនអញ្ចឹងតើគាត់ចូលរៀនម៉ោងប៉ុន្មានអញ្ចឹងដូចតែពាក្យសាំងប៉ានវិញដាក់ CC អញ្ចឹងទៅបាទឬក៏សាំងខអញ្ចឹងទៅចូលរៀនអញ្ចឹងទៅបាទអញ្ចឹងគាត់ធ្វើការម៉ោង7ឬក៏ម៉ោង8បាទអញ្ចឹងយើងមើលពាក្យថាបកថាគាត់ប្រើក្នុងទម្រង់សំដៅទៅលើមនុស្សប្រុសសាំងប៉ានធ្វើការឈីទៀនបាទឈីទៀននេះម៉ោង7ហើយសឺឬក៏ប៉ាទៀនបាទប៉ាទៀននេះម៉ោង8បាទអញ្ចឹងថាសាំងប៉ានឈីទៀនហើយសឺប៉ាទៀនបាទគាត់ធ្វើការម៉ោង7ឬក៏ម៉ោង8បាទប្រយោគទី5បាទប្រយោគចុងក្រោយរបស់យើងបាទយើងអានថាសឺនីតកហើយសឺ朋友បាទថាសឺនីតកហើយសឺ朋友បាទថាសឺនីតកហើយសឺ朋友បាទម្ដងទៀតថាសឺនីតកហើយសឺ朋友បាទអញ្ចឹងមួយប្រយោគនេះយើងបកថាគាត់ជាបងប្រុសរបស់អ្នកឬក៏មិត្តភ័ក្តិរបស់អ្នកបាទគាត់ជាបងប្រុសរបស់អ្នកឬក៏មិត្តភ័ក្តិរបស់អ្នកបាទអញ្ចឹងយើងឃើញមិត្តភ័ក្តិរបស់យើងឬក៏នរណាម្នាក់ដែលយើងធ្លាប់ស្គាល់អញ្ចឹងទៅដើរជាមួយមនុស្សប្រុសម្នាក់អញ្ចឹងទៅបាទអញ្ចឹងយើងមិនដឹងថាគាត់ជាបងប្រុសរបស់មិត្តភ័ក្តិរបស់យើងនឹងឬក៏ជាមិត្តភ័ក្តិនឹងគ្នាទេប៉ុន្តែមើលទៅមុខដូចស្តៀងគ្នាអញ្ចឹងទៅបាទនេះគឺគាត់តែជាប្រយោគមួយដែលបញ្ជាក់ក្នុងន័យបែបហ្នឹងជួនកាលដើរពីរនាក់មុខស្តៀងគ្នាកពស់កពោអីផាក់ផែគ្នាទៅយើងគិតថាជាបងប្អូនទៅឬក៏មិនមែនទេអាចជាមិត្តភ័ក្តិរបស់គាត់ក៏ថាបានដែរអញ្ចឹងប្រើមួយប្រយោគនេះសម្រាប់សួរបញ្ជាក់តើគាត់ជាអ្វីឲ្យប្រកបបាទនេះគឺជាទម្រង់នៃការសួរទៅលើអត្ថន័យបែបនេះដែរបាទអញ្ចឹងយើងមើលពាក្យថាបកថាគាត់សឺគឺឬក៏ជានីតកបាទនីអ្នកតនេះរបស់កនេះបងប្រុសអញ្ចឹងនីតកបងប្រុសរបស់អ្នកបាទហើយសឺឬក៏朋友បាទ朋友មិត្តភ័ក្តិបាទអញ្ចឹងថាសឺនីតកហើយសឺ朋友គាត់ជាបងប្រុសរបស់អ្នកឬក៏មិត្តភ័ក្តិបាទបាទអញ្ចឹងបងប្អូនទាំងអស់គ្នានេះគឺជាប្រយោគទាំង5ដែលបង្ហាញជូនបងប្អូននៅក្នុងវីដេអូរបស់យើងមួយនេះបាទអញ្ចឹងប្រយោគនេះយើងគិតថាមិនពិបាករៀននៃប្រមាណទេដោយសារតែប្រយោគសិតតែជាប្រយោគងាយសាមញ្ញហើយយើងក៏បានអានជូនបងប្អូនទាំងអស់គ្នាហើយក៏បានបកប្រែនូវពាក្យនីមួយៗក្នុងឃ្លាក្នុងប្រយោគនេះដែរអញ្ចឹងបងប្អូនមើលដល់យកចិត្តទុកដាក់ទៅប្រកបជាមិនពិបាករៀនទេបាទអញ្ចឹងមើលឲ្យចាំទន្ទិញឲ្យចាំបាទសរសេរឲ្យចាំបាទអក្សរទាំងអស់ហ្នឹងហើយយើងយកទៅប្រើប្រាស់បានបាទប្រើប្រាស់រៀនវឹកហាត់និយាយជាមួយនឹងដៃគូឬក៏ជាមួយនឹងណាម្នាក់ដែលយើងអាចនិយាយជាភាសាចិនជាមួយគ្នាបានដើម្បីឲ្យភាសាចិនយើងនឹងកាន់តែរីកចម្រើនលឿនបាទអញ្ចឹងវីដេអូរបស់យើងថ្ងៃនេះគឺយើងមានតែប៉ុណ្ណឹងហើយក៏សូមបញ្ចប់ប៉ុណ្ណេះបងប្អូនកុំភ្លេចរងចាំជួបគ្នានៅក្នុងវីដេអូក្រោយបន្តទៀតបាទនេះសូមអរគុណសូមជម្រាបលា